ចាសួស្តីពុកម៉ែបងប្អូនអរគ្នាចាថ្ងៃនេះនាងខ្ញុំមកស្លម្ហូបបាត់ងាយទេបងប្អូនអរគ្នាចាថ្ងៃនេះគឺចង់ឆារនងបងប្អូនអរគ្នាចាគឺអានងជ្រុងបងប្អូនដោយសារតែខ្ញុំទិញទៅតាមលំអនេះថ្ងៃនេះគឺអានងជ្រុងហ្នឹងគឺអ្នកលក់គាត់បានចិត្តរួចហើយអញ្ចឹងណាមើលទៅរឿងតំណងដែរអញ្ចឹងទៅក៏គិតថាធ្វើម្ហូបងាយៗដោយសារតែចង់ញ៉ាំជាមួយនឹងឆារនងហ្នឹងយូរហើយបងប្អូនអរគ្នាចាហើយក៏ជាមុខម្ហូបមួយដែលងាយស្រួលដែរបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងប្រេងឆាដើម្បីបំពងខ្ទឹមរបស់យើងគឺមកលេងជាមួយនឹងសាច់ចាជាមួយនឹងគ្រឿងក្រៅគឺនាងខ្ញុំបានធ្វើរួចហើយបងប្អូនចាគ្រឿងក្រៅគឺខ្ញុំបានចិតបន្លែហាន់សាច់រួចហើយគឺហាន់ខ្ទឹមអីច្រាំងខ្ទឹមរួចហើយអស់បងប្អូនគ្នាចាអញ្ចឹងហើយគឺនាងខ្ញុំគ្រាន់តែបំពងជាមួយនឹងខ្ទឹមដាក់ជាមួយនឹងប្រេងឆាយើងបំពងខ្ទឹមយើងឲ្យឈ្ងុយហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងសាច់បងប្អូនគ្នាចាឥឡូវយើងចាប់ផ្ដើមលីងខ្ទឹមរបស់យើងឲ្យរាងធំក្លិនឈ្ងុយទៅយើងចាប់ផ្ដើមដាក់ជាមួយនឹងសាច់ដែលយើងបានហាន់រួចបងប្អូនគ្នាចាហើយនិយាយមុខម្ហូបនេះបងប្អូនណាគាត់ចេះធ្វើដែរបងប្អូនគ្នាចានិយាយរួមទៅម្ហូបនេះគឺងាយស្រួលខ្លាំងបំផុតប៉ុន្តែបើសិនយើងញ៉ាំម្ដងម្កាលគឺឆ្ងាញ់បងប្អូនគ្នាចាហើយជាមួយនឹងសាច់នេះគឺខ្ញុំប្រើសាច់តិចបងប្អូនគ្នាចាសាច់ដែលខ្ញុំចូលចិត្តបន្លែជាងសាច់ចឹងបងប្អូនគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមលីងជាមួយនឹងសាច់របស់យើងឲ្យមានក្លិនឈ្ងុយនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងក្រៅហើយជាមួយនឹងគ្រឿងក្រៅគឺយើងមានជាមួយនឹងទឹកត្រីស្ករប៊ីចេងចាមានជាមួយនឹងប្រេងខ្យងបន្តិចមានជាមួយនឹងម្រេចដើម្បីដាក់ទៅកាត់ឆ្អាមអញ្ចឹងបងប្អូនគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមលេងជាមួយនឹងខ្ទឹមរួចហើយនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយលេងជាមួយសាច់រួចហើយចូលជាតិគ្នាហើយនាងខ្ញុំដាក់ជាមួយនឹងទឹកត្រីហើយនឹងប៊ីចេងបងប្អូនគ្នាចាដាក់ជាមួយទឹកត្រីប៊ីចេងអញ្ចឹងទៅបងប្អូនគ្នាចាហើយជាមួយនឹងគ្រឿងក្រៅគឺដាក់តាមចំណង់ចំណូលចូលចិត្តបងប្អូនដែលគាត់ចូលចិត្តចង់ប្រៃឬក៏ផ្អែមអញ្ចឹងបងប្អូនគ្នាចាដោយសារតែជាមួយមុខម្ហូបអ្នកខ្លះទៅគាត់ស្លរៀងរសជាតិដិតអីចឹងទៅតែនាងខ្ញុំគឺរសជាតិគឺអត់សូវដិតទេនាងខ្ញុំចិត្តរសជាតិមកល្មមចាមិនប្រៃមិនផ្អែមយំទៅគឺមកល្មមបើសិនជាវារឿងសាបយើងអាចដាក់ទឹកត្រីក្រៅទៀតអីចឹងប៉ុន្តែស្លឆាគឺខ្ញុំស្លមកល្មមចារសជាតិរៀងប្រៃតិចតិចអីចឹងទៅគឺខ្ញុំចូលចិត្តបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់លីងជាមួយនឹងគ្រឿងក្រៅរបស់យើងដែលបានដាក់ចូលជាមួយស្ករប៊ីចេងចាប្រេងខ្យងចាហើយយើងដាក់លីងវារៀងចាក់តិចទៅចាំយើងដាក់ជាមួយបន្លែរបស់យើងដែលបានហាន់រួចបងប្អូនអរគ្នាចាដោយសារតែថ្ងៃនេះគឺខ្ញុំហាន់ជាមួយរនងជាប្រទេសបងប្អូនអរគ្នាចាដោយសារតែខ្ញុំចង់មកហាន់ជាមួយនឹងបែបថ្មីបងប្អូនអរគ្នាចារដងគឺខ្ញុំហាន់វាលក្ខណៈថាជាចំណិតបងប្អូនអរគ្នាចាថ្ងៃនេះគឺខ្ញុំហាន់វាជាប្រទេសតែយើងហាន់ជាមួយនឹងបន្លែស្លម្ជូរបងប្អូនអរគ្នាចាហើយអានងគឺយើងអាចស្លម្ជូរបានបងប្អូនក៏មានរសជាតិឆ្ងាញ់ប្លែកបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយបន្លែចូលហើយនាងខ្ញុំចាប់ផ្ដើមលេងជាមួយនឹងសាច់ដើម្បីឲ្យចូលជាតិគ្នាហើយខ្ញុំដាក់ជាមួយនឹងប្រេងខ្យងបន្តិចដែរដោយសារតែខ្ញុំដាក់ជាមួយប្រេងខ្យងនេះធ្វើឲ្យបន្លែយើងវាឆាប់ទុននិងបានឆាប់ឆ្អិនអញ្ចឹងបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយបន្លែចូលដូចហើយនាងខ្ញុំចាប់ផ្ដើមមកកូរវាដើម្បីឲ្យចូលជាតិចាយើងដាក់វាទុកមកស្ទុះទៅបងប្អូនដើម្បីឲ្យវាចេញជាមួយនឹងទឹកប្រៃពីទឹកបន្លែនិងទឹកសាច់របស់យើងបងប្អូនអរគ្នាចាបើជាទូទៅជាមួយនឹងបន្លែនោះគឺយើងមិនបាច់ចាំដាក់ទឹកទេបងប្អូនអរគ្នាចាដោយសារតែប្រភេទបន្លែនោះគឺជាប្រភេទដែលបន្លែដែលមានទឹកបងប្អូនណាគឺដាក់មកស្ទុះក្រោយមកគឺខ្ញុំបាត់គ្រប់ផ្សំគឺចេញជាមួយទឹករនងចេញមកនិងទឹកសាច់គឺចេញមកគឺយ៉ាងកលះខ្ទះតែម្ដងបងប្អូននឹងចាំបាច់ពិបាកថាដាក់ទឹកអីថែមទៀតអញ្ចឹងបងប្អូនអរគ្នាចាហើយនាងខ្ញុំក៏បានដាក់ជាមួយនឹងគ្រឿងក្រៅហើយក៏បានមកមើលជាមួយស្លរបស់យើងគឺតំណងខ្លាំងមែនតើពុកម៉ែបងប្អូនអរគ្នាចាគឺឆារនងជាមួយនឹងសាច់ជ្រូកបងប្អូនណាចាហើយជាមួយនឹងបន្លែនោះយើងចង់ឆាជាមួយនឹងពងទាក៏បានយើងចង់ឆាជាមួយសាច់ជ្រូកក៏បានដែរយំទៅគឺមានរសជាតិឆ្ងាញ់ហ្នឹងបងប្អូនអរគ្នាចាឥឡូវរសជាតិជាមួយទឹកស្លរបស់យើងចង់ដឹងរសជាតិយ៉ាងណាយើងមកភ្លក់ទាំងអស់គ្នាឥឡូវខ្ញុំភ្លក់មើលទៅគឺរសជាតិរបស់ទឹកស្លរបស់យើងគឺមកល្មមរៀងអាចទទួលយកបានបងប្អូនអរគ្នាចាបើសិនជាមានការខ្វះខាតខ្ញុំនឹងថែមគ្រឿងបន្ថែមទៀតអញ្ចឹងបងប្អូនអរគ្នាចាឥឡូវស្លយើងចាប់ផ្ដើមឆ្អិនហើយគឺខ្ញុំដាក់ជាមួយនឹងស្លឹកខ្ទឹមបងប្អូនអរគ្នាចាសារតែស្លយើងបើសិនជាយើងដាក់ទឹកខ្ទឹមបន្ថែមទៀតវាអាចធ្វើស្លរបស់យើងគឺមានក្លិនឈ្ងុយមួយទៀតគឺមានរសជាតិកាន់តែឆ្ងាញ់បន្ថែមទៀតបងប្អូនអរគ្នាចាហើយវីដេអូនេះគឺខ្ញុំថតកាត់បងប្អូនអរគ្នាចាឥឡូវស្លយើងចាប់ផ្ដើមឆ្អិនហើយនាងខ្ញុំចាប់ផ្ដើមដួសដាក់ចានដើម្បីញ៉ាំជាមួយនឹងបាយពេលថ្ងៃបងប្អូនអរគ្នាចារួមទៅបងប្អូនដែលគាត់ចង់បានជាមួយនឹងមុខម្ហូបដែលងាយបងប្អូនគឺអាចធ្វើមុខម្ហូបដែលនាងខ្ញុំបានគឺមុខម្ហូបគឺឆានងជាមួយនឹងសាច់ជ្រូកបងប្អូនអរគ្នាចាយំទៅតំណងខ្លាំងមែនតើបងប្អូនតើបងប្អូនមកអញ្ជើញឆ្ងាញ់ជាមួយនឹងខ្ញុំទាំងអស់គ្នាជាមួយនឹងមុខម្ហូបឆារនងបងប្អូនអរគ្នាចាអរគុណវីដេអូនេះខ្ញុំគឺមានតែប៉ុណ្ណឹងបងប្អូនអរគ្នាចាអរគុណសម្រាប់ទស្សនាផង